ដើរក្រៅយកម្នាក់ឯងចឹងទៅមានអារម្មណ៍មិនទេកុំធ្លាប់ដើរចឹងផងអេនោះមានមនុស្សម្នាក់តើហើយគេមកធ្វើអីនៅទីនេះម្នាក់ឯងហ្នឹងអាយ៉ាអូនស្រីទៅមកពីណាហ្នឹងគឺថាខ្ញុំទំតែមកពីកន្លែងជប់លៀងលោកជួយចេញពីផ្លូវហ្នឹងបន្តិចទៅខ្ញុំត្រូវការទៅផ្ទះខ្ញុំមានពេលនិយាយមួយលោកទេអូស្រីមកទៅជាមួយបងហើយលោកមកចាប់ខ្ញុំទៅវិញហើយខ្ញុំទៅទៅខ្លាំងណាស់មកឡើងខ្ញុំលេខខ្ញុំលេខទៅណែមិនបានជានាងមកនៅកណ្ដាលយប់បែបនេះតែម្នាក់ឯងអញ្ចឹងនាងជាមនុស្សស្រីហើយមកដើរតែម្នាក់ឯងបែបនេះអត់ចេះខ្លាចទេអាឬខ្លាចហ្នឹងណាក៏ខ្លាចដែរតែធ្វើម៉េចបើមិត្តភក្តិរបស់ខ្ញុំពេលចេញពីកន្លែងជប់លៀងគេទៅផ្ទះចោលខ្ញុំអស់ហ៎ចឹងខ្ញុំមិនដើរម្នាក់ឯងថ្ងៃក្រោយឲ្យប្រយ័ត្នផងចង់ប្រយ័ត្នណាថ្ងៃហ្នឹងចាប់ទៅថាសំណាងទៅចុះដែលមានខ្ញុំតែថ្ងៃក្រោយមិនប្រកាសថាសំណាងទេណានាងស្ដាប់បាននៅចាខ្ញុំដឹងហើយប៉ុន្តែរឿងនេះគ្រាន់តែជារឿងតូចតាចសោះលោកចាប់បាច់អីដល់ថ្នាក់បាច់សម្លាប់គេខ្ញុំមានអារម្មណ៍ថាអាណិតគេខ្លាំងណាស់នេះខ្ញុំរត់សម្លាប់គេតាំងពីយូរណាស់មកហើយមិនមែនត្រឹមតែគេធ្វើបាបនាងបើខ្ញុំសម្លាប់គេទេព្រោះអីគេគឺជាសត្រូវរបស់ខ្ញុំស្លាប់ចឹងហើយខ្ញុំត្រូវសម្លាប់គេចឹងឯងហើយបើនាងដឹងរឿងនឹងហើយនាងហាមយកទៅប្រាប់ប៉ូលីសបើសិនជានាងហ៊ានទៅប្រាប់សម័យតនាងក៏ខ្ញុំមិនទូជីវិតឲ្យដែរណាឥឡូវនេះបើសិនជានាងមិនព្រមចេញពីកន្លែងរបស់ខ្ញុំទេខ្ញុំនឹងបាញ់សម្លាប់នាងចោលម្នាក់ទៀតហើយណាឥឡូវឆាប់ទៅភ្លាមទៅចាខ្ញុំចេញពីកន្លែងនេះក៏បានដែរឲ្យតែលោកទុកជីវិតឲ្យខ្ញុំហើយខ្ញុំនឹងសន្យាថាមិនយករឿងនេះទៅប្រាប់ប៉ូលីសទេណាអ្នកនាងតោឈប់សិនទៅខ្ញុំមានរឿងចង់និយាយតាមពិតលេខាឈិនតានេះលោកមានរឿងអីចង់និយាយបាទអ្នកស្រីគឺខ្ញុំលេខាឈិនខ្ញុំហៅអ្នកស្រីនេះគឺដោយសារតែខ្ញុំមានរឿងចង់និយាយគឺថ្ងៃនេះមានគេចង់ដាក់ពាក្យធ្វើជាជំនួយការអ្នកស្រីតែអ្នកស្រីនៅចង់រត់ទៅទេមានអីខ្ញុំកំពុងត្រូវការលេខាស្រាប់ផងហើយនៅពេលគេមកឲ្យគេមកជួបខ្ញុំនៅអอฟហ្វិសមកណាបាទអ្នកស្រីមិនអីទេនៅពេលដែលគេមកដល់ចាប់ខ្ញុំប្រាប់គេឲ្យទៅជួបអ្នកស្រីនៅលើអอฟហ្វិស A few moments laterហើយអាមនុស្សមិនដែលមកដាក់ពាក្យធ្វើការផងដល់ពេលមកលើកទី1ចឹងមានអារម្មណ៍ថាភ័យមិនទេប៉ុន្តែដើម្បីតែរត់គេចពីប៉ូលីសខ្ញុំត្រូវតែទ្រាំមកពេលសិនហើយចាំសភាពការវារៀនស្ងប់ស្ងាត់បន្តិចចាំខ្ញុំដកខ្លួនចេញពីក្រុមហ៊ុននេះវិញឈប់សិនតើលោកមែនទេគឺជាអ្នកដែលសុំអ្នកស្រីតោករបស់ខ្ញុំធ្វើជាជំនួយការផ្ទាល់ខ្លួនរបស់គាត់នោះបាទគឺខ្ញុំជាអ្នកតាក់ទងទៅលោកយុគមិញសុំធ្វើជាជំនួយការរបស់អ្នកស្រីទូចរបស់លោកតើឥឡូវនេះខ្ញុំត្រូវយកពាក្យនេះយកទៅដាក់នៅឯណាទៅល្អណាស់អញ្ចឹងរីករាយដែលបានជួបលោកណាហើយពាក្យទីដែរគឺលោកយកទៅឲ្យអ្នកស្រីនៅលើអอฟហ្វិសទៅគាត់កំពុងចាំលោកហើយជាប់ឬក៏ធ្លាក់អាស្រ័យទៅលើសំណាងរបស់លោកណាជូនពរឲ្យបានជាប់ណាបាទលោកអរគុណច្រើនដែលបានប្រាប់ហ្នឹងហើយប្រហែលជាអอฟហ្វិសរបស់អ្នកស្រីទូចហ្នឹងហើយណាគេហ្នឹងចូលមកបាទអ្នកស្រីលោកឯងហ្នឹងមែនដែលចង់ដាក់ពាក្យធ្វើជាជំនួយការរបស់ខ្ញុំហ៎បាទអ្នកស្រីទៅគឺខ្ញុំនឹងហើយដែលចង់មកដាក់ពាក្យធ្វើជាជំនួយការផ្ទាល់ខ្លួនរបស់អ្នកស្រីនេះពាក្យសូមអញ្ជើញអ្នកស្រីពិនិត្យមើលមិនអីទេលោកអាចមកធ្វើការថ្ងៃស្អែកបានណាស្អីគេអញ្ចឹងបានតែខ្ញុំជាប់ហើយមែននេះហេតុអីក៏លឿនខ្លាំងម្ល៉េះប៉ុន្តែឈប់សិនខ្ញុំមានអារម្មណ៍ថាលោកដូចជាម្នាក់ដែលខ្ញុំបានជួបកាលពីយប់មិញខ្លាំងម៉េះតើយប់មិញពួកយើងមិនបានជួបគ្នាអត់គឺថាណែយប់មិញគឺខ្ញុំមិនបានដើរទៅណាទេប្រហែលជាអ្នកស្រីស្វាងថ្មេកហើយប្រហែលជាខ្ញុំស្វាងថ្មេកពិតមែនហើយចឹងខ្ញុំសុំទោសផងណាដែលខ្ញុំសួរសំណួរហ្នឹងទៅកាន់លោកហើយលោកទៅផ្ទះវិញសិនទៅចាំថ្ងៃស្អែកចាំលោកមកធ្វើការណាបាទអ្នកស្រីចឹងខ្ញុំទៅផ្ទះវិញណាចាំថ្ងៃស្អែកចាំខ្ញុំមកធ្វើការ
chẳng ray nhá ê mấy hai nghe nè tao bị mau bị cái lại spear càng nghe nó mót đấy mày tệ tao cu tập cu ấy lòng pin tè pin ấy nè à mà nói anh mua mai chẳng mấy bờ mà nè đã anh chụp cả bị dục mấy nhá lời chỉ từ cái anh nè hai xã cất kia mà bờ sân chỉ mà nè năng là chăm một anh nhá vì bữa con chỉ từ prapli hai pli bữa con chỉ mà chấp anh đã cố khai anh đang là trơ thương mấy tiếng nè xây kế vợ đào Mister kế hai mà khai trâm mà được xây mà nè ó ngọt rồi anh sẽ đạp hai chẳng sao chứ nè nơi không cho xa anh tiết đấy rừng cục giang cứ đi xa thả hải nấng trời mà bị anh hả mấy hải gì mà đâu tiệt mà anh cho bao thứ ấy nè chồng mơ viên gì cái này chạy cái này mấy ngày ơi anh từ làm ở môi đại chụp bé lời pi cha mềm toàn son này hay là lớn mày miên rương hai hải cho anh trong cục này ai hả vậy kế hải từ làm ở môi nâng chồng hải cút mà giúp mấy ai pra bay hải từ rương việt tả mấy mắt ai hải từ làm này nè vậy chứ mơ hải tao mà đo xài lưới tới cho cục tụi pi ạ bà này anh từ chìm tàu đa lên rồi anh khuyên pe nó cất rương năng tiệt này rồi rương năng hải chỉ nạp chia anh thua ta chẳng đo xài thôi anh từ sắp ca chúng đi bà hai vậy đi lọc khơi nè nè hả ê cứ nè say tôi nó ta ai đi mà thua ấy nè tin đi ơi bữa chỉ chạy đón men hai chỗ bữa sân chỉ nghiêng nhẹ mau khơi khi nhom tới nên mình nơi trao xóm mà cả tay xem trời thua sợ đi cặp trong máy sân em nè nó đi club square vậy lấy khai chân nô ta chia trong nội ca thay để cho man rồi hai kê mà thua anh tí ní bật mình chỉ làm hai kê tập ta lên pe ở bàn sư mua kê phòng lỡ dạ say hai cái sân trong nội ca thay ba nè say hai trăm men ca ấy mến nhom hai lơ để xa vậy nhom cho sư sùng nội ca từ can lốc nữa lại ní lốc mà coi cho nhom sân má cái thà nè say trang sư ấy mà can nhom hả lời năng nhau mà toàn có chmu lộc ai tệ chẳng loại pra chmu mà loại chmu ấy nè say tôi chẳng năng chmu bỏ nhom hả chmu nhom cứ chmu yong say kế chmu lộc ai chmu yong hả mấy có chmu đôi Mister Yong đại kê cặp bông tà là bay nữa mày ta lộc men tê cứ chi Mister Yong nữa hả trong lư kê tha Mister Yong nữa cứ sợ hai kháng á sầm lập mình rơ mốc áខ្ញុំល្បីដល់ថ្នាក់នាមក៏ដឹងដែរមិនកើតទេខ្ញុំត្រូវតែរើមចូលបាយដោះស្រាយសិនគឺថាខ្ញុំនឹងគឺមិនមែនជា Mr. Young Mr. អីទេខ្ញុំជាអ្នកធ្វើការអីគេធម្មតាដែរហ្នឹងហើយឈ្មោះ Young ឈ្មោះម៉ាកូកហ្នឹងមែនខ្ញុំភ្លេចថាឈ្មោះ Young ឈ្មោះម៉ាកូកហ្នឹងមិនមែនមានតែ Mr. Young នឹងមួយណាចឹងខ្ញុំសុំទោសផងណាអ្នកស្រីថ្ងៃនេះលោកខ្លាអាដួបានសុំឲ្យអ្នកស្រីទៅជួបគាត់ម្ដងទៀតតែអ្នកស្រីមានពេលទៅអត់ស្អីគេមិនបានជាលោកខ្លាអាដួទៀតហើយខ្ញុំមិនចង់ជួបមុខមនុស្សក្រាស់ដូចជាគាត់ទៀតទេឥឡូវនេះឯងអាចទៅជំនួសខ្ញុំបានអត់ខ្ញុំជាប់រវល់នៅសភាជាមួយបុគ្គលិកថ្មីហើយមានអីបានតាអ្នកស្រីអញ្ចឹងណាសាឡានបាទអ្នកស្រីបាទហើយនៅពេលដែលលោកទៅដល់លោកកំភ្លេចប្រាប់លោកខ្លាអាដួផងថាខ្ញុំមិនបានទៅទេហើយលេខាចិនឯងកំភ្លេចបញ្ចុះបញ្ចូលគាត់ធ្វើមិនកុំឲ្យគាត់ចង់ជួបខ្ញុំទៀតណាហើយខ្ញុំទុកចិត្តលើលោកហើយបាទមិនអីទេអ្នកស្រីទុកចិត្តលើខ្ញុំចាស់ខ្ញុំមិនឲ្យអ្នកស្រីខកបំណងទេហើយខ្ញុំនឹងសន្យាថាមិនឲ្យគេមកជួបអ្នកស្រីម្ដងទៀតទេហើយនៅពេលដែលខ្ញុំសម្រេចកិច្ចការហើយចាំខ្ញុំមកយកអ្នកស្រីវិញអ្នកស្រីត្រូវតែចាំខ្ញុំនៅកន្លែងដដែលណាមិនអីទេលោកឆាប់ទៅព្រោះមេចិត្តយប់ហើយអាំងនឹងបញ្ញាប់មកយកខ្ញុំទៅផ្ទះវិញនិយាយចឹងអ្នកស្រីទៅខ្ញុំសុំសួរមើលតើ Mr. ខាហាតួហ្នឹងគឺគាត់ជាអ្នកណាគេវិញមិនបើខ្ញុំមិនដែលលើឈ្មោះគាត់តតសោះអញ្ចឹង
អូលោកខ្លះហាត់ហ្នឹងគឺគាត់ជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅទីក្រុងរបស់យើងណាហើយគាត់ក៏ជាអតីតមិត្តប្រុសរបស់ខ្ញុំដែរហើយគំនិតឫស្សីរបស់គាត់គឺពិតជាល្អមែនប៉ុន្តែចរិតរបស់គាត់គឺរឿងពិបាកបន្តិចដោយសារតែលោកឯងគឺជាបុគ្គលិកថ្មីចឹងគឺលោកឯងមិនដឹងអំពីគាត់ទេអ្នកដែលធ្វើការចាស់គឺគេដឹងអស់ហើយអំពីគាត់ហ្នឹងហ៎ អូតាមពិតរឿងហ្នឹងវាចឹងហ៎ចឹងមកអ្នកស្រីមិនចង់ជួបគាត់ ហ្នឹងហើយឥឡូវយើងនិយាយគ្នាតែប៉ុណ្្នឹងបានហើយឥឡូវយើងមកញ៉ាំការ៉េមវិញទៅពួកអីមើលទៅរៀងរលាយណាស់ហើយ